ជំរាបសួរបងចាការងារសិល្បៈរបស់បងមិនមានញឹកច្រើនទេមួយរយៈពេលចុងក្រោយនេះបាទគឺមករយៈចុងក្រោយនេះគឺសិល្បៈគឺមមាញឹកមែនទែនឲ្យទៅចុងសប្តាហ៍ថ្ងៃសុក្រមួយសៅរ៍អាទិត្យហ្នឹងគឺរវល់ខ្លាំងមែនទែនបាទហើយខាង Galaxy ក៏បានត្រៀមបទចម្រៀងជាច្រើនដើម្បីនឹងអបអរនៅបុណ្យចូលឆ្នាំប្រពៃណីរបស់យើងហើយខ្ញុំបាទក៏មានបទច្រើនដែរនៅក្នុងនោះបាទសម្រាប់បងប្អូនទាំងអស់គ្នារួមលេងកម្សាន្តនៅឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើងពីច្រើនជាចង្វាក់អីដែរបងយើងមានគ្រប់ចង្វាក់មានរំវង់មានកន្ទ្រឹមយើងមានជាលក្ខណៈសម័យរបស់យើងមាន hip hop កន្ទ្រឹមលាយគ្នារៀន rap ខ្លះបាទពិសេសមែនតើហើយក៏ចង់ដឹងដូចគ្នាបងពាក់ព័ន្ធជាមួយនឹងទស្សនវិជ្ជានៃការថតនៅបទចម្រៀងនៅឆ្នាំនេះបងសម្រាប់ចិត្តនៅក្នុងការទៅថតនៅទីតាំងមួយណាដែរនៅក្នុងប្រទេសកម្ពុជារបស់យើងជាក់ស្ដែងទៅតាមបទចម្រៀងដែរបទចម្រៀងខ្លះយើងអាចថតនៅរាជធានីភ្នំពេញផ្ទាល់ហើយបទខ្លះយើងអាចទៅថតនៅតាមបណ្ដាខេត្តដូចជាឥឡូវយើងឧទាហរណ៍ដូចជានៅកំពង់ឆ្នាំងឬក៏នៅកំពង់ស្ពឺឬក៏នៅកំពង់សោមអីចឹងទៅតាមអត្ថន័យនៃបទចម្រៀងបាទអរគុណហើយក៏ចង់ដឹងដូចគ្នាបងពាក់ព័ន្ធជាមួយនឹងការងារសិល្បៈពាក់ព័ន្ធនឹងវិស័យចម្រៀងបងផ្ទាល់ណាមានអីចង់ជាសារលើកទឹកចិត្តក៏ដូចជាជំរុញលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឲ្យពួកគាត់ផលិតនៅបទចម្រៀងក៏ដូចជាធ្វើនៅបទចម្រៀងបង្កើតឡើងមកសូមឲ្យប្រកបនៅអត្ថន័យអប់រំនិងដូចជាលើកទឹកចិត្តទៅដល់យុវជនជំនាន់ក្រោយដូចគ្នាណាកុំឲ្យយកនៅចំណុចឬក៏ពាក្យពេចន៍ណាដែលលើសលួសវាមិនសូវសមរម្យនៅក្នុងសង្គមខ្មែរយើងបាទក្នុងនាមជាតារាចម្រៀងអាចថារៀងយូរដែរហើយអញ្ចឹងបងប្អូនដែលគាត់ស្រឡាញ់សិល្បៈមិនថាផ្នែកចម្រៀងឬក៏ផ្នែកអ្វីឲ្យតែជាសិល្បៈអញ្ចឹងឲ្យគាត់បង្កើតអ្វីដែលថ្មីដែលបង្ហាញនិងបង្កប់ពីអត្ថន័យអប់រំសុជីវធម៌បង្ហាញពីក្តីស្រឡាញ់រវាងយើងជាជនជាតិដូចគ្នាក៏ដូចជាមនុស្សនៅទាំងទូទាំងសកលលោកខ្ញុំជឿថាគ្មានអ្វីដែលថ្មីស្រឡាងសម្រាប់មនុស្សម្នាក់ឯងណាមានតែការកើតទេដែលជាថ្មីប៉ុន្តែសម្រាប់សិល្បៈមួយគឺវាកិច្ចមិនផុតទេពីការលួចចម្លងគ្នាបន្តិចប៉ុន្តែមិនមែនតែយើងយកមកទាំងដុលតែម្ដងទេព្រោះសម័យនេះជាសម័យដែលកូនខ្មែររបស់យើងគាត់យល់ដឹងអំពីការបង្កើតនៅសិល្បៈថ្មីសម្រាប់ប្រទេសជាតិខ្លួនឯងសម្រាប់ខ្លួនឯងអញ្ចឹងកាលណាយើងបង្កើតអ្វីដែលថ្មីសូមបង្កប់នៅគេហៅថាភាសាដែលព្រោះភាសាដែលល្អដែលបង្ហាញនៅវប្បធម៌ក៏ដូចជាសុជីវធម៌ក្នុងនាមយើងជាខ្មែរដែលមានអរិយធម៌ដ៏ល្អផូរផង់មែនទែនហើយការរំលឹកដល់គាត់ឲ្យគាត់គេហៅថាបង្កើតនៅសាមគ្គីភាពស្រឡាញ់គ្នាក្នុងនាមយើងជាអ្នកសិល្បៈដូចគ្នានឹងអរគុណបាទ